សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះបងមានរឿងមួយយកមកអានជូនបងប្អូនជាទីសន្តាប់រឿងអណ្ដើកនិងស្វាមានរឿងមួយនិទានថាអណ្ដើកនិងស្វាវាសុំធ្វើដន្លងនឹងគ្នាតែគ្មានកូនចៅទៅចងពន្ធអ្វីទេគ្រាន់តែនិយាយថាសុំគ្នាធ្វើដន្លងសត្វទាំងពីរស្រឡាញ់រាប់អានគ្នាដូចដន្លងអ្នកទាំងពួងនោះដែរលុះចំណេរយូរទៅដន្លងខាងស្វានោះគេមានកូនត្រូវរៀបការគេហៅភ្ញៀវពួកស្វាសន្មត់ថ្ងៃនឹងស៊ីការទៅនឹកឃើញអណ្ដើកជាដន្លងយើងការកូននេះហៅភ្ញៀវអស់ហើយនៅឡើយតែដន្លងអណ្ដើកមិនទាន់បានទៅប្រាប់ឥឡូវជិតដល់ថ្ងៃណាស់ទៅហើយបើដូច្នោះឲ្យបំរើទៅអញ្ជើញគាត់ផងបំណាច់យើងរាប់អានគ្នាយូរឆ្នាំណាស់មកហើយគិតហើយក៏ចាត់បំរើឲ្យទៅអញ្ជើញថ្ងៃដែលគេប្រជុំញាតិស៊ីការនោះអណ្ដើកក៏ទៅដល់ដែរតែនឹងឡើងទៅស៊ីការផឹកនឹងគេម្ដេចនឹងទៅរួចពួកស្វាបានឃើញហើយក៏ទៅប្រាប់ដន្លងស្វាថាត្បិតដន្លងអណ្ដើកមកដល់ហើយនៅឯក្រោមដើមឈើដន្លងស្វាចុះមកឃើញអណ្ដើកក៏ប្រាប់ថាដន្លងឯងឡើងមិនរួចនឹងគេទេមានតែដន្លងឯងខំវល់នេះទៅយើងនឹងស្រាវឡើងប៉ុន្តែបើមិនទាន់ដល់កន្លែងអង្គុយដន្លងឯងកុំនិយាយឲ្យសោះទោះបីឃើញអ្វីឬគេថាអ្វីក៏ដោយតែនិយាយផ្លាត់មកធ្លាក់ស្លាប់ហើយអណ្ដើកក៏ទទួលបណ្ដាំដន្លងនោះសពគ្រប់ហើយក៏ទទួលខំវល់ពួកស្វាទាំងប៉ុន្មានក៏ស្រាវវល់នោះឡើងនាំអណ្ដើកទៅឯថ្នាក់លើលុះទៅជិតដល់កន្លែងដែលគេនឹងដាក់នោះជួនជាដន្លងស្រីស្វាឃើញអណ្ដើកក៏សួរដោយរាប់អានថាអីដន្លងសុខសប្បាយទេឬអណ្ដើកភ្លេចពាក្យបណ្ដាំថាមាត់ស្ដីទៅនឹងដន្លងក៏របូតមាត់ធ្លាក់ខ្លួនដល់ដីបែកស្នូកដោយគេបោកនឹងថ្មស្លាប់នៅវេលានោះទៅខានស៊ីការទៀតផងតើរឿងនេះយ៉ាងម៉េចដែរបងប្អូនបានស្ដាប់ហើយតើល្អមើលល្អស្ដាប់ដែរឬទេសម្រាប់បងប្អូនដែលពេញចិត្តនៅវីដេអូនេះកុំភ្លេចចុច Subscribe Like និង Share ដើម្បីទទួលបាននៅវីដេអូរឿងជាច្រើនទៀតពី Channel របស់បងអរគុណចាំជួបគ្នានៅវីដេអូក្រោយទៀតបងនឹងពំនាំនៅរឿងល្អៗជាច្រើនទៀតមកចែករំលែកជូនបងប្អូនសម្ដាប់មុនពេលគេង